រៀនមិនពិបាកទេតែការដែលរៀនទៅវិញទេទើបពិបាកពិតប្រាកដនោះជាច្រើនតែងតែនិយាយថាការរៀនគឺពិបាកណាស់រៀនពិបាកក្នុងការយល់គួរឲ្យធុញអត់ចង់ចំណាយពេលអង្គុយរៀនច្រើនអីចឹងទៅប៉ុន្តែតើអ្នកធ្លាប់គិតទេថាការដែលមិនបានរៀនគឺវាពិបាកជាងនឹងច្រើនដងទៅទៀតរៀនពេលខ្លះអាចពិបាកត្រូវអង្គុយអានសៀវភៅច្រើនម៉ោងត្រូវធ្វើលំហាត់ត្រូវចំណាយពេលនឹងការអត់ធ្មត់ជាច្រើនប៉ុន្តែការលំបាកនេះវាជាការលំបាកបណ្ដោះអាសន្នតែប៉ុណ្ណោះផ្ទុយទៅវិញបើយើងជ្រើសរើសមិនរៀនប្រហែលជាបច្ចុប្បន្នយើងអាចមានអារម្មណ៍ល្អដោយសារតែមិនចាំបាច់ខិតខំប្រឹងប្រែងទន្ទិញមេរៀនមិនចាំបាច់មានអារម្មណ៍ថាសម្ពាធពីលោកគ្រូអ្នកគ្រូវិញចឹងទៅប៉ុន្តែថ្ងៃបន្ទាប់ជីវិតអ្នកនឹងបង្ខំឲ្យអ្នកជួបការលំបាកដែលធំជាងនេះការងារលំបាកឱកាសតិចជំរឿសក៏តិចពេលនោះយើងនឹងយល់ថាការដែលមិនរៀនគឺជាការលំបាករយៈពេលវែងមនុស្សដែលគេទទួលបានលទ្ធផលល្អមិនមែនជួបការលំបាករហូតទេតែពួកគេជ្រើសរើសលំបាកពេលខ្លីលំបាកមុនដើម្បីបានសនុកសុខស្រួលពីតាមក្រោយសិស្សដែលខិតខំប្រឹងប្រែងរៀននៅថ្ងៃនេះប្រហែលជានឿយហត់ប្រហែលជាមានសម្ពាធខ្លះប៉ុន្តែថ្ងៃក្រោយពួកគេនឹងមានជម្រើសល្អៗជាច្រើនមានឱកាសជាច្រើននិងមានជីវិតល្អប្រសើរដូច្នេះហើយសូមសួរខ្លួនឯងថាតើចង់លំបាកពេលនេះឬក៏ចង់លំបាកនៅថ្ងៃអនាគតបើសិនជាបងអូនចង់សុខស្រួលតែពេលនេះត្រូវហើយមិនបាច់ខិតខំប្រឹងប្រែងរៀនសូត្រទេអញ្ជើញដើរលេងចុះប៉ុន្តែអនាគតបងត្រូវត្រៀមដែរពីព្រោះបងអត់មានចំណេះដូច្នេះហើយការងាររបស់បងគឺមានតិចឱកាសគឺមានតិចខិតខំប្រឹងប្រែងធ្វើការខ្លាំងតែបានប្រាក់ចំណូលតិចដូច្នេះហើយជីវិតគឺពិបាកអញ្ចឹងត្រូវត្រៀមចាំដែរបើសិនជាបងចង់ស្រួលពេលហ្នឹងតែប្រសិនបើបងចង់មានអនាគតល្អសូមចាប់ផ្ដើមពីថ្ងៃនេះខិតខំប្រឹងប្រែងរៀនសូត្រអត់ធ្មត់ហើយកុំបោះបង់ព្រោះការលំបាកនៅថ្ងៃនេះនឹងធ្វើបងរស់ស្រួលនៅថ្ងៃអនាគត